mình ấy để chào chào chăm chỉ nâng đi mật cồn pro ao chào mà nẹt mùi nà chào xóm chôn rừng sắp khờ miên cua sa pí đáy sang pte nơi cả bãi khnia tai bộ kế miên chi vào hiệp khó pi khniaปูซานเมจีบเพียบทูทีจำนายไอปูเทินจีเนตเฟอร์ไซจำกาทั้งไอบุยแหนปกวีขยมชงอนนะตาปกวีไอชงอโดยขยมตีอาเทินในกระบายปฏิยืงนี่นะจีบเพียบกรอหลบบะหายรกซีมันตอนหมดตีในเฉลี่ยเฟอร์บอลเฟอร์เตียนตีจังตาบ้านจีเวียใจตะกรองโอ้ខ្ញុំស្មានតែឯងឆ្ងល់រឿងអ្វីតាមពិតឯងឆ្ងល់រឿងដូចដែលខ្ញុំឆ្ងល់ដែរមិនខំរកស៊ីឲ្យមានជីវភាពធូរធារទេគិតតែរឿងធ្វើបុណ្យខ្លួនឯងក្រហើយនៅចេះចែករំលែកទៀតយ៉ាប់មែនจังตาบ้านខ្ញុំឆ្ងល់ហើយមិនគិតខំរកស៊ីឲ្យមានបានដូចគេទេគិតតែខំធ្វើបន់បានអីមកវិញចំណាយពេលហើយចំណាយបាយមហូបអស់អត់ប្រយោជន៍ទៀតខំប្រឹងធ្វើបន់នឹងបានអីមកវិញមិនគិតខំរកលុយឲ្យច្រើនដូចយើងទេទើបល្អណាស់ម៉ែវាខ្ញុំគិតថាយើងមានទ្រព្យសម្បត្តិនិងរបស់របរជាច្រើនហើយប៉ុន្តែយើងដូចជាគ្មានកូនមួយនឹងគេសោះមែនហើយពុកវាយើងមានគ្រប់អស់ហើយនៅឡើយតែរឿងកូនពុកវាខ្ញុំឮគេនិយាយថាមានខ្ទើមលោកយាយម្ចាស់ព្រៃមួយកន្លែងពូកែស័ក្តិសិទ្ធិណាខ្ញុំចង់នាំពុកវាទៅបាយបនសុំកូនប្រុសមួយក្រែងបានមួយទុកស្នងត្រកូលយើងណាពុកវាមានអីបើសិនជាមានកន្លែងស័ក្តិសិទ្ធិមែននោះយើងគួរតែនាំគ្នាទៅបែបនខ្លាចមានកូនប្រុសមួយនឹងគេទុកតតំណែងគ្រួសាររបស់យើងណាអញ្ចឹងតោះយើងគួរតែនាំគ្នាទៅឥឡូវទៅបើសិនជាកន្លែងនោះស័ក្តិសិទ្ធិមែនយើងប្រកាសជាមានកូនប្រុសមួយនឹងគេហើយក្រោយពេលពួកគាត់និយាយគ្នារួចពួកគាត់ក៏នាំគ្នាទៅខ្ទមលោកយាយម្ចាស់ព្រៃដើម្បីបួងសួងសុំកូនពេលពួកគាត់ទៅដល់ស្រាប់តែឃើញពូធឿននិងប្រពន្ធរបស់គាត់ទៅបួងសួងសុំកូនជាមួយគ្នាដែរហើយថាមិនចង់ជួបទេតែនៅតែជួបរហូតរកសួរពួកគេបន្តិចសិនណែតើពួកអ្នកទាំងពីរនេះមកទីនេះដើម្បីបួងសួងចង់បានអ្វីដែរសង្ស័យតែសុំកំណត់ទេដឹងបើគ្រួសារក្រលំបាករកមួយថ្ងៃស៊ីមួយថ្ងៃអញ្ចឹងមែនទេពុកវាម៉ែវាខ្ញុំមិនដឹងថាពួកគេមកទីនេះដើម្បីបួងសួងរឿងអីនោះទេមានតែសួរគេសិនណែអាធឿនតើពួកឯងមកទីនេះមកបួងសួងចង់បានអ្វីដែរបាទលោកបងពួកខ្ញុំមកទីនេះដើម្បីឮគេថាបើសិនជាយើងមានចិត្តស្មោះត្រង់ហើយបួងសួងអ្វីប្រាថ្នាចង់បានអ្វីពិតជាបានដោយបំណងហើយខ្ញុំមកទីនេះដើម្បីចង់បួងសួងបានកូនប្រុសមួយនឹងគេណាមែនហើយលោកបងពួកខ្ញុំរស់នៅជាមួយគ្នាយូរហើយតែគ្មានកូនមួយនឹងគេសោះអញ្ចឹងហើយបាននាំគ្នាមកបួងសួងសុំកូនប្រុសមួយនឹងគេហើយចុះលោកបងនិងប្រពន្ធមកទីនេះបួងសួងសុំអ្វីដែរលោកបងអូអញ្ចឹងហ៎ពួកយើងមកទីនេះដើម្បីបួងសួងសុំកូនមួយទុកឲ្យគ្រប់គ្រងទ្រព្យសម្បត្តិនឹងណាហើយចុះអ្នកទាំងពីរគ្មានទ្រព្យសម្បត្តិអីផងមកបួងសួងសុំកូនដែរមានលទ្ធភាពចិញ្ចឹមកូនអត់នឹងប្រាប់ឲ្យហើយណាតិចខ្វះខាតមកសុំខ្ចីបាល់ប្រាប់ឲ្យហើយខ្ញុំមិនឲ្យខ្ចីទេព្រោះខ្ញុំខ្លាចគ្មានលុយសងខ្ញុំវិញចាអរគុណដែលបានប្រាំ
ខ្ញុំគ្មានទ្រព្យសម្បត្តិដូចជាអ្នកទេប៉ុន្តែត្រឹមចិញ្ចឹមកូនមួយខ្ញុំមានលទ្ធភាពចិញ្ចឹមបានហើយពួកអ្នកមិនបាច់ភ័យខ្លាចខ្ញុំទៅសុំខ្ចីបលនោះទេណា បានហើយម៉ែវាខ្ញុំសុំទោសផងព្រោះមកពីប្រពន្ធរបស់ខ្ញុំខឹងនឹងពាក្យសម្ដីរបស់ប្រពន្ធលោកបងពេកតោះយើងបួងសួងហើយប្រញាប់ទៅចំការវិញណាម៉ែវា ក្រោយពេលពួកគាត់បានបួងសួងសុំកូនដូចគ្នាអស់ហើយពួកគាត់ក៏បាននាំគ្នាត្រឡប់ទៅផ្ទះវិញរៀងខ្លួនពេលនោះស្រាប់តែមានលោកយាយម្ចាស់ព្រៃបានចេញមកហើយបាននិយាយថាមិនអីទេចៅចាំជីនឹងនិមិត្តកូនប្រុសឲ្យចៅម្នាក់មួយណាចៅ10ឆ្នាំកន្លងផុតទៅចាប់តាំងពីលោកយាយម្ចាស់ព្រៃបាននិមិត្តកូនប្រុសឲ្យពូធឿនមួយគាត់ចេះតែរកស៊ីកាក់កបដោយសារផាបុណ្យដែលគាត់ខំធ្វើទៀនធ្វើបុណ្យចំណែកពូសានចាប់តាំងពីលោកយាយម្ចាស់ព្រៃនិមិត្តកូនប្រុសឲ្យគាត់មួយមកគាត់ចេះតែរកស៊ីខាតធ្វើឲ្យគាត់ធ្លាក់ខ្លួនក្រយ៉ាងម៉េចហើយលោកបងសានយាយណាទៅណាមកណាដែរម៉ាស់មកនេះមកចាំខ្ញុំចែកអាហារឲ្យខ្លះនិងឲ្យប្រាក់ការបន្តិចបន្តួចគ្រាន់ទុកសម្រាប់រកស៊ីណា មែនហើយអ្នកបើសិនជាអ្នកខ្វះខាតឬត្រូវការអ្វីឲ្យខ្ញុំជួយមកពឹងពាក់ពួកខ្ញុំមកពួកខ្ញុំនឹងជួយពួកអ្នកតាមលទ្ធភាពដែលខ្ញុំអាចជួយបានណា ចាអរគុណហើយដែលលោកបងធឿនមានបំណងល្អចង់ជួយគ្រួសារខ្ញុំហើយក៏មិនស្អប់ខ្ពើមនឹងទង្វើដែលគ្រួសាររបស់ខ្ញុំតែងតែមើងងាយដាក់គ្រួសាររបស់លោកបងឯងកាលពីមុននោះណា មែនហើយដែលគ្រួសាររបស់លោកបងដែលមិនស្អប់ខ្ពើមនឹងគ្រួសាររបស់ខ្ញុំព្រោះគ្រួសាររបស់ខ្ញុំធ្លាប់ធ្វើទង្វើអាក្រក់ទៅលើគ្រួសាររបស់លោកបងហើយតែងតែមើងងាយនឹងគ្រួសាររបស់បងជានិច្ច មែនហើយលោកពូអ្នកម៉េងកើតមកមួយជាតិធានមួយចានបើយើងអាចចេះចែករំលែកគេបានគួរតែធ្វើបុណ្យធ្វើទានខ្លះទៅក៏ល្អដែរណាលោកពូអ្នកម៉េង ចាក្មួយនៅតូចសាតែក្មួយចេះគិតចេះធ្វើបន់ធ្វើទានល្អណាស់ក្មួយគ្រួសារលោកបងពិតជាមានសំណាងមែនដែលមានកូនស្អាតបាត់ហើយចេះធ្វើបន់ធ្វើទានតាំងពីតូចទានពិតជាសំណាងមែន ម៉ែពុកកូនឃ្លានបាយណាស់ស្មើនឹងហើយអត់ទាន់មានបាយញ៉ាំទៀតកូនឃ្លានណាស់ម៉ែពុក ហើយម៉ែអត់មានលុយទិញចំណីឲ្យកូនញ៉ាំទេព្រោះគ្រួសារយើងឥឡូវនេះមានជីវភាពលំបាកណាស់រោគព្រឹកខ្វះល្ងាចណាកូន មិនហើយកូនតាំងពីកូនចាប់កំណើតមកពុកនិងម៉ែឯងរកស៊ីចេះតែដាក់រហូតដល់ថ្នាក់ធ្លាក់ខ្លួនក្រនឹងណាកូនពុក ក្រោយពេលពួកគាត់បាននិយាយគ្នារួចពូសាននិងប្រពន្ធក៏បាននាំគ្នាធ្វើដំណើរទៅបាត់ហើយក៏មិនហ៊ានយករបស់របរដែលគ្រួសារពូធឿនឲ្យដែរដោយសារតែពួកគាត់មានភាពខ្មាស់អៀននៅទង្វើដែលគាត់ធ្វើដាក់គ្រួសាររបស់ពូធឿនកាលពីមុនហើយអាណិតពួកគាត់ណាធ្លាប់តែមានទ្រព្យសម្បត្តិចៃមិនអស់បែរជាមកធ្លាក់ខ្លួនក្រលំបាកយ៉ាងនេះហើយគួរឲ្យអាណិតពួកគាត់ណាមែនទេលោកប្តី ខ្ញុំគិតចឹងដែរចង់ជួយពួកគាត់ណាស់តែពួកគាត់មិនឲ្យពួកយើងជួយសោះតាំងពីកូនប្រុសយើងកើតមកពួកយើងចេះតែរកស៊ីកាក់កបណាស់ចំណែកឯលោកបងសានវិញចាប់តាំងពីកូនប្រុសរបស់គាត់ចាប់កំណើតមកជីវភាពគ្រួសាររបស់គាត់ចាប់ផ្ដើមធ្លាក់ជាលំដាប់ហើយអាណិតគាត់ណាស់ចង់ជួយគាត់ដែរតែមិនដឹងជួយតាមរបៀបណាបើសិនជាគាត់មិនឲ្យយើងជួយផងនោះឬនេះជាបាបកម្មដែលគាត់មានទ្រព្យសម្បត្តិហួសហេតុហើយប៉ុន្តែ
គាត់ខ្វះការចែករំលែកធ្វើបុណ្យធ្វើទាននឹងណា ពុកម៉ែខ្ញុំសំណាងណាស់ដែលខ្ញុំកើតមកជាកូនអ្នកទាំងពីរឬក៏មកពីផលបុណ្យដែលខ្ញុំជាតិមុនបានធ្វើអំពើល្អសាងបុណ្យកុសលទើបមកជាតិនេះកើតមកជាកូនអ្នកទាំងពីរណា ក្រោយពេលពួកគាត់និយាយគ្នារួចពួកគាត់ក៏បានរបស់ព្រះសង្ឃធ្វើបុណ្យដោយសពដង សាពិតិយោវិវាចន្តសាពរកោវិញ្ញាសតិមេតេភវៈក្វន្តរាយោសក្ខៃតិខយាយកោភិវៈអភិវៈតនសៃលែនសណៃចាំងវធាបច្ច័យយណោចត្តារោធម្មាវត្ថន្តេអាយុវណ្ណោសុខហੰពលៀង ញោមដោយសារតែញោមស្រីប្រុសចេះធ្វើបុណ្យកុសលទើបទេវតាបានប្រទានកូនប្រុសមកឲ្យញោមនេះហើយទើបគេឲ្យចេះធ្វើបុណ្យធ្វើទានចេះសន្សំផលបុណ្យណាញោមចម្រើនពរណាញោមអាត្មានិមន្តទៅបិណ្ឌបាតខាងមុខតទៀតហើយ កាលណាលោកតាកាលណាក៏សូមជូនបុណ្យកុសលនេះឲ្យបានទៅដល់បងប្អូនខ្មែរគ្រប់រូបសូមឲ្យរកស៊ីមានបានក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌនេះសូមឲ្យរក